ពីមក្រសោបគឺជាទីតាំងទស្សនាព្រៃកោងកាងធំមួយនៅកម្ពុជាខេត្តមួយនេះសម្បូរទៅដោយទេសចរណ៍ធម្មជាតិជាពិសេសឆ្នេរសមុទ្រនិងព្រៃកោងកាងជំរាបសួរបងប្អូនទាំងអស់គ្នានេះជាការធ្វើដំណើររបស់ខ្ញុំពីភ្នំពេញទៅកាន់ខេត្តកោះកុងរយៈពេលមួយយប់ពីរថ្ងៃខ្ញុំបានចេញដំណើរពីផ្លូវលបឿនលឿនឆ្ពោះទៅកាន់ខេត្តកោះកុងចង់ដឹងអត់ថាសម្រស់ខេត្តកោះកុងស្អាតប៉ុណ្ណាសូមទស្សនាវីដេអូនេះឲ្យបានដល់ចប់បងប្អូនទាំងអស់គ្នានេះគឺជាផ្លូវទៅខេត្តកោះកុងឥឡូវស្អាតខ្លាំងមែនទែនឡើងខៀវសង្ងាត់អ្នកទាំងអស់គ្នាដឹងអត់ថាផ្លូវទៅខេត្តកោះកុងស្អាតជាងគេនៅក្នុងប្រទេសកម្ពុជានៅខេត្តកោះកុងសម្បូរទៅដោយដើមឈើតូចធំនៅព័ទ្ធជុំវិញយើងខ្លាំងមែនទែនខ្ញុំចង់រីកខមមិនឲ្យបងប្អូនមកលេងកោះកុងនៅខែនេះណាបើបងប្អូនមកលេងខែហ្នឹងគឺបងប្អូននឹងឃើញពពកហើយអាប់ស្អាតខ្លាំងមែនតើខ្ញុំមិននឹកស្មានថាផ្លូវមកកោះកុងមានទឹកធ្លាក់ច្រើនអញ្ចឹងហីពេលដែលខ្ញុំមកហ្នឹងគឺទឹកធ្លាក់ពី3កន្លែងហីស្អាតខ្លាំងហ្មងពេលភ្លៀងហើយពេលដែលយើងជិះពីតាតៃមកប្រហែលជា20នាទីអីយើងដល់ទីរួមខេត្តកោះកុងហើយបងប្អូនខ្ញុំក៏បានជិះឡើងលើស្ពានដើម្បីមកអុជធូបនៅខុនឆាងខុនផានជាកន្លែងដែលស័ក្តិសិទ្ធិជាងគេនៅខេត្តកោះកុងដើម្បីសុំសេចក្តីសុខខ្ញុំក៏ធ្លាប់អានប្រវត្តិរបស់វីរបុរសខុនឆាងខុនផានខ្លះដែរបងប្អូនប្រវត្តិនៃចេតិយរបស់ខុនឆាងខុនផាននេះដែលជាប់តាក់ទងនឹងរឿងមួយដែលដំណើរពីស្នេហារបស់បងប្អូនពីរនាក់ម្នាក់ដែលមានឈ្មោះថាខុនឆាងរីឯម្នាក់ទៀតឈ្មោះខុនផានដែលតាមស្រឡាញ់នារីម្នាក់ដែលមានឈ្មោះផឹមស្នេហាត្រីកោណមួយហ្នឹងបានធ្វើឲ្យនារីឈ្មោះផឹមហ្នឹងបាត់បង់ជីវិតហើយខុនឆាងក៏បានសាងសង់ចេតិយមួយដើម្បីបញ្ចុះសពនាងផឹមនៅត្រើយម្ខាងលិចដើម្បីបញ្ជាក់ពីក្តីស្រឡាញ់ចំណែកខុនផានក៏បានយកទង់ព្រលឹងនាងផឹមទៅដោតនៅត្រើយខាងកើតដើម្បីឲ្យនាងផឹមចាប់ជាតិសាជាថ្មីក្រោយមកក៏បានជាប់ឈ្មោះថាភូមិដងតុងចំណែកត្រើយខាងលិចវិញកន្លែងដែលបញ្ចុះសពនាងផឹមត្រូវបានជាប់ឈ្មោះថាភូមិចេតិយរហូតដល់សប្តាហ៍ហ្នឹងទៅបើសិនជាខ្ញុំនិយាយខុសឆ្គងថងណាអីកុំប្រកែប្រកាន់អីបងប្អូនឥឡូវកាន់មកដល់សហគមន៍ពីមក្រសោបវិញម្ដងពីមក្រសោបគឺជាទីតាំងទស្សនាព្រៃកោងកាងធំមួយហើយក៏ជាទីជម្រករបស់សត្វព្រៃពីមក្រសោបដែលស្ថិតនៅភូមិពីមក្រសោបស្រុកមណ្ឌលសីមាខេត្តកោះកុងសហគមន៍ទេសចរធម្មជាតិមួយនេះមានចម្ងាយ7គីឡូម៉ែត្រពីក្រុងខេមរៈភូមិន្ទរមណីយដ្ឋានទេសចរធម្មជាតិពីមក្រសោបដែលអ្នកភូមិនៅស្រុកហ្នឹងភាគច្រើនពួកគាត់ហៅថាបឹងក្រយ៉ាពិតជាបង្កប់នៅសក្តានុពលទេសចរធម្មជាតិដ៏សម្បូរបែបមែនទែននៅពីក្រោមព្រៃកោងកាងដ៏ខៀវស្រងាត់មានស្ពានបេតុងមួយដែលមានខ្សែប្រវែង666ម៉ែត្រនាំផ្លូវភ្ញៀវទេសចរធ្វើដំណើរទស្សនកិច្ចមើលព្រៃកោងកាងបរិយាកាសក្នុងព្រៃកោងកាងហ្នឹងគឺត្រជាក់ល្អមែនទែនតភ្ជាប់ស្ពានបេតុងមួយនេះក៏សហគមន៍បានសាងសង់ស្ពានយល់មួយខ្សែទៀតសម្រាប់ភ្ញៀវទេសចរដើរកម្សាន្តនៅក្បែរស្ពានយល់នេះដែរក៏យើងអាចឡើងលើប៉មដ៏ខ្ពស់ដើម្បីទស្សនាមើលទិដ្ឋភាពពីងក្រសោបពីលើអាកាសបានយ៉ាងស្អាតនៅសហគមន៍ពីងក្រសោបនេះដែរក៏មានទូកសម្រាប់ជួលជិះទស្សនាមើលព្រៃកោងកាងនិងផ្ទះបងប្អូននេសាទដែលស្ថិតនៅភូមិពីងក្រសោបផងដែរខ្ញុំមកនឹងចំខែវស្សាអញ្ចឹងទឹកអត់សូវថ្លាស្អាតដូចខែប្រាំងទេតែបើព្រៃកោងកាងវិញខែវស្សាអញ្ចឹងឡើងខៀវសង្ងាត់ហ្មងបងប្អូនទៅហើយយើងបានកើតជាកូនខ្មែរពិតជាសំណាងល្អមែនតើដែលបានឃើញទិដ្ឋភាពធម្មជាតិបែបអញ្ចឹងអរគុណសម្រាប់ការទស្សនាវីដេអូនេះចុច follow ម្នាក់មួយដើម្បីទស្សនាវីដេអូក្រោយអរគុណបាយបាយ